បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូរបៀបនៃការ check in ឲ្យបុគ្គលិកដែលគាត់ click scan ចូលធ្វើការអញ្ចឹងករណីបើសិនជាគាត់មកដល់កន្លែងធ្វើការហើយក៏ប៉ុន្តែគាត់ click scan ចូលធ្វើការអញ្ចឹងadmin គឺគាត់អាចធ្វើការ check in ឲ្យបុគ្គលិកបានចេញពី system តែម្ដងបាទអញ្ចឹង admin គាត់គ្រាន់តែចូលមកកាន់ system change មីហើយគាត់យកពាក្យថា attendant ហើយគាត់ចុចពាក្យថា all បាទបន្តមកទៀតគាត់ចុចសញ្ញាបូកពាក្យថា attendant បាទនៅខាងលើនេះអញ្ចឹងនៅត្រង់ចំណុចនេះគាត់ត្រូវឈ្មោះបុគ្គលិកមួយបាទបុគ្គលិកណាដែលគាត់ click scan ឧទាហរណ៍ថាបុគ្គលិកឈ្មោះណារ៉ូតនេះចុះបាទគាត់ click scan គាត់នៅសាខាមួយណាបាទរើសសាខាទៅបាទអញ្ចឹងយើងដាក់មកអញ្ចឹងគាត់ click scan នៅក្នុងថ្ងៃណាបាទនៅក្នុងថ្ងៃទី22ហើយម្ដងថ្ងៃទី22នឹងដដែលបាទបន្តមកទៀតអានេះគឺជាម៉ោង check in របស់គាត់បាទអញ្ចឹងឧទាហរណ៍ថាគាត់ត្រូវចូលម៉ោង8ព្រឹកអញ្ចឹងអ្នកទាំងអស់គ្នាដាក់ម៉ោង8ព្រឹកឲ្យគាត់មកបាទនេះបន្តមកទៀតបើសិនជាករណីអ្នកទាំងអស់គ្នាចង់បង្កើត attendant ឲ្យគាត់នៅពេលដែលចេញទៅផ្ទះដែរ check out ដែរអញ្ចឹងដាក់ដូចគ្នាដែរមកក៏ប៉ុន្តែបើអត់ទេមិនបាច់ដាក់ទេបាទលុបចោលទៅចាំដល់ពេលដែលម៉ោងដែលគាត់ត្រូវចេញគាត់ scan ចេញទៅអញ្ចឹងគឺ system វានឹងចាប់ទៅតាមហ្នឹងហើយចុច submit មកគឺបានហើយបាទអញ្ចឹងអានឹងមួយបាទគឺជារបៀបនៃការបង្កើត attendant ឬមួយក៏ check in ឲ្យបុគ្គលិកដែលគាត់ click scan អញ្ចឹងវិធីមួយទៀតគឺករណីកាយ attendant បាទឧទាហរណ៍ថាគាត់ scan ច្រឡំឬមួយក៏មានបញ្ហាអីមួយទៅអ្នកទាំងអស់គ្នាចង់ធ្វើការកាយ attendant ឲ្យគាត់បាទអញ្ចឹងដើម្បីកាយ attendant ឲ្យគាត់បានអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ពាក្យថា attendant ហើយយក all នឹងដដែលបន្តមកទៀតរកមកឈ្មោះបុគ្គលិកណាមួយដែលអ្នកទាំងអស់គ្នាចង់កាយបាទឧទាហរណ៍ថាខ្ញុំចង់កាយ attendant របស់បុគ្គលិកឈ្មោះថា Sivon បាទខ្ញុំចុចទៅលើខ្មៅដៃហ្នឹងមកបាទនេះខ្មៅដៃនេះបន្តមកទៀតគាត់បានតែ scan check in ទេបាទអញ្ចឹងអា check out នេះគឺគាត់បាន scan ចេញទេបាទនៅពេលដែលគាត់ត្រូវទៅផ្ទះហ្នឹងបាទអញ្ចឹងចុចអានេះមកនេះបាទចុចរើសថ្ងៃដែលគាត់ត្រូវ scan check out ហ្នឹងមកហើយម៉ោងដែលគាត់ត្រូវ scan មកបាទអញ្ចឹងឧទាហរណ៍ថាគាត់ត្រូវ scan check out នៅម៉ោង5ល្ងាចបាទអញ្ចឹងដាក់ម៉ោង5ល្ងាចមកចុច submit មកបាទឬមួយក៏ share change ហ្នឹងមកគឺបានហើយ